សួស្តីបងប្អូនថ្ងៃនេះជាថ្ងៃអាទិត្យសម្រាប់ចុងសប្តាហ៍មានអីធ្វើនៅជនបទមានតែប៉ុណ្ណឹងទំនេរអីនាំគ្រួសារមកដើរស្ទូចត្រីកំសាន្តថ្ងៃនេះយើងមកស្ទូចនៅកន្លែងប្លង់ថ្មីគឺនៅក្បែរនាឡិកាបាទស្ទូចនៅក្បែរនាឡិកានៅមុខសាលាខេត្តកំពតយើងបាទទីនេះសម្បូរត្រីបាទស្ទូចបានច្រើនថ្ងៃនេះបាទហើយភាគច្រើនត្រីដែលស្ទូចបានហ្នឹងគេហៅត្រីក្អុកជញ្ជីងត្រីក្អុកជញ្ជីងហ្នឹងខុសពីត្រីក្អុកសក្អុកអង្កាមក្អុកជញ្ជីងហ្នឹងថងថាវារូបរាងដូចក្អុកលែងដង្កាមក្អុកសអញ្ចឹងប៉ុន្តែវាមានឆ្នោតវិឈរពណ៌ខ្មៅឆ្នោតឈរពណ៌ខ្មៅនេះវាប្រៀបបានដូចជាចាស់យ៉ាងដាក់ឈ្មោះឲ្យអញ្ចឹងដូចភ្នែកអញ្ជីងដងដែកយើងវិមុនវិឈរអញ្ចឹងបងប្អូនបូតទៀតនិយាយស៊ូដែរវាថានោះហើយមកនេះអីគាត់ពួតដល់ហើយអត់ទៅហើយនេះលេងចូលណាបាទអាប់កូនលេងកុំឲ្យគាត់មកចិត្តខ្លាចមុតផ្លែបន្ទូចបាទពួកដោះត្រីស៊ីចូលទេឃើញក្បាលពោះអញ្ចឹងបាទនៅមកលេងបាទកន្លែងប្លែកទីទេសភាពនៅនេះល្អរសារខ្យល់ពីត្បូងមកខ្យល់ពីរូបនាឡិកាហ្នឹងមកគឺខ្យល់ត្រជាក់ស្រួលបងប្អូនអើយហើយមានគេលក់នំលក់អាហារក្បែរហ្នឹងទៀតបាទប៉ុងនេះបោត្រីក្អុកអញ្ជីងបាទយើងកំសាន្តស្ទូចប្រូគ្នាបារាអីចឹងយើងទួលបានត្រីហូបដែរត្រីក្អុកអញ្ជីងហ្នឹងមានអីក្រៅពីស្លមជូរដាក់តកួនម្តងទៅបាទបងប្អូនណាមានដំណងមណោចិត្តដាក់ទីដូងថែមទៀតរត់ដល់កទៀតឆ្ងាញ់អស់បាយវិឆ្នាំងទៀតឡោះបាទយើងហូបត្រីដែលហូបបានដោយធម្មជាតិអញ្ចឹងយើងហូបឲ្យវាសុវត្ថិភាពគេហៅថាចំណីអាហារសុវត្ថិភាពណាខុសពីការបនហូបសិតអារបស់កកយកនាំមកពីឃ្លាំងពីអីហ្នឹងបាទសាច់នាំមកពីឃ្លាំងហ្នឹងគឺប៉ះពាល់សុខភាពយើងអញ្ចឹងហូបត្រីឲ្យបានច្រើនណាវាកាត់បន្ថយការឈឺឆ្អឹងកាត់បន្ថយការឈឺសន្លាក់ផ្សេងហូបត្រីច្រើនដោយសារត្រីមានប្រូតេអ៊ីនខ្ពស់វាអត់មានអាស៊ីតទេត្រីយើងហូបច្រើនមិនក៏ដោយក៏អត់ចេះឈឺឆ្អឹងឈឺឆ្អែងដែរណានៅស្រុកជប៉ុនអីហ្នឹងគេភាគច្រើនហូបត្រីនិយមហូបត្រីហើយដល់អញ្ចឹងជប៉ុនអាយុវែងបាទមិនសូវចេះឈឺឆ្កាត់ទេសភាពស្អាតតែនេះគេមានតាំងភ្លើងពណ៌តាំងអីបាទតាមដើមឈើដល់យប់ទីទៀតបានស្អាតហើយយើងមកលេងប្រហែលជា2ម៉ោង3ម៉ោងទៅវិញអញ្ចឹងភាសាទីតាំងដែលយើងរស់នៅហ្នឹងល្អបាទជាប់មាត់សមុទ្រជាប់ចិត្តសាលាខេត្តអញ្ចឹងណាជិះតែ3 4 5គីឡូមកដល់សាលាខេត្តណាដល់អញ្ចឹងយើងអាចមកកន្លែងផ្សេងដែលយើងចង់មកបាននៅនេះបូឆ្នេរបងប្អូនកំពតឡូវដើម្បីតាក់ទាញភ្ញៀវទេសចរមកច្រើនហើយគេហាមដាក់មងហាមអីហ្នឹងដោយសារតែការអភិរក្សត្រីបាទអភិរក្សត្រីអញ្ចឹងសម្រាប់ស្ទូចលេងកំសាន្តបានដល់ពេលយប់ត្រីស៊ីទៀតបាទត្រីនេះត្រីច្រើនណាអត់តែអាសាបិទនុយតែទេសភាពពេលយប់ល្អបាយ